Cha bông. Cha con bông. Cho điệp số bông. Này cứ ở trên CV bảo ôn. Dạ con ôn. Thế ôn mua cho mình đi thử. Cha bông. Cho con không hay ôn khe mà lý đấy. Cha bông. Cho con mang mơ từ lúc đi xem mấy bảo ôn hao vậy. Ta bông chơi ôn chui nha nó luôn được thay. ជម្រាបសួរបងនេះខ្ញុំឈ្មោះនេចំនីសប្តាហ៍ថ្ងៃខ្ញុំកំពុងសិក្សានៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ AC Rida ក្នុងឆ្នាំទី3ជំនាញផ្នែក Accounting ហើយចំពោះបទពិសោធន៍ខ្ញុំធ្លាប់បាន Internship នៅធនាគារ AC Rida ក្នុងប្រធានបទ Asset Management ហើយបង Thì chẳng con chẳng đang theo ôn intern nó ôn intern ba mẹ là intern ហ្នឹងខ្ញុំរៀនបាននៅសំណើសុំទិញការចុះបញ្ជីចូលធីម24ការចុះបញ្ជីចំណូលនិងចំណាយនិងប្រតិបត្តិការចុះបញ្ជីចូលធីម24ក្នុងការចំណាយក្នុងមួយខែ Thì chẳng ai nào ôn អស់ហើយបង Chẳng sử dụng tốtបងចង់ឲ្យអូននិយាយពីចំណុចខ្លាំងចំណុចខ្សោយរបស់អូន ឥឡូវខ្ញុំសូមនិយាយពីចំណុចខ្សោយរបស់ខ្ញុំចំណុចខ្សោយរបស់ខ្ញុំនោះគឺខ្ញុំមិនសូវហ៊ាននិយាយជាសាធារណៈនោះទេប៉ុន្តែឥឡូវនេះខ្ញុំកំពុងព្យាយាមអភិវឌ្ឍបន្ថែមទៀតហើយចំពោះចំណុចខ្លាំងរបស់ខ្ញុំនោះខ្ញុំងាយឆាប់យល់និងចេះនៅអ្វីដែលគេបានបង្រៀនហើយខ្ញុំចេះចូលរួមជួយធ្វើការងារជាក្រុមហើយខ្ញុំនឹងគ្រប់ពេលវេលា Thì chẳngបងអត់អីសួរហើយបងប្អូនឲ្យខាង senior account ម្ដង Ok ôn thì sao là công việc ôn chỉ hàng công việc hàng accounting hiện tại hay ôn có apply mà ở position accounting cả là được cái bon ở xong xuôi mùa phải chạy cái khác khác để tên là accounting hiện tại ok mùa đi mua nữa ở bon tăng số hàng ta rồi tới chia accounting ចាបងគណនេយ្យគឺជាដំណើរការនៃការកត់ត្រាការបកស្រាយការវាស់វែងនិងការរៀបរាប់សកម្មភាពរបស់អង្គភាពនៅក្នុងធុរកិច្ចមួយ đây còn một hai số ហើយបង ok ta ai thẻ bon mà nó tha cái này đây là khác cao hàng credit nhưng cái này đây là khác cao hàng debit គណនេយ្យការខាង debit មាន asset equity ហើយនិង withdrawal ហើយនិង loss ហើយចំពោះគណនេយ្យខាង credit មាន liability equity revenue ok សម្រាប់សំណួរបន្ទាប់បងចង់សួរថាតើពន្ធប្រចាំខែមានអ្វីខ្លះ ពន្ធប្រចាំខែមានពន្ធកាត់តុកអាករលើតម្លៃបន្ថែមពន្ធលើប្រាក់វិវត្តប្រាក់រំដោះពន្ធលើប្រាក់ចំណេញអាករស្នាក់នៅអាករបំភ្លឺសាធារណៈនិងពន្ធលើឈ្នួលដីនិងឈ្នួលផ្ទះហើយនឹងអាករពិសេសលើតំណែងនិងសេវា អស់ហើយណាអូន ចាបងអស់ហើយ ហើយបងក៏អត់សំណួរធំដែរចង់បន្តទៅខាងអូន បាទអូខេអូនស្ដីអូនដល់ទៀត ចាបងស្ដី បងឈ្មោះគៀនសុជីបងជាចំណងទូទៅរបស់យើងណាអញ្ចឹងអូខេបងចង់សួរអនឡាញថាអីបានអនឡាញចង់បណ្ដាញ apply resume មកខាងបង ចាបងខ្ញុំចង់ធ្វើការនៅក្រុមហ៊ុននេះដោយសារក្រុមហ៊ុនរបស់បងកំពុងទទួលបានរីកចម្រើនយ៉ាងឆាប់រហ័សហើយនឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញហើយមានស្តង់ដារខ្ពស់ទើបប្អូន apply ចូល CV នៅក្នុងក្រុមហ៊ុនរបស់បងហើយបង អូខេអញ្ចឹងបណ្ដាញ apply ផ្នែកaccounting ដែរចា៎បណ្ដាញហ្នឹងគឺថាផ្នែក accounting គឺសំខាន់ណាស់វាស័ក្តិសមដល់ ចាបងដោយសារមានសារៈសំខាន់ដោយសារខ្ញុំព្រោះសប្តាហ៍ថ្ងៃខ្ញុំកំពុងសិក្សានៅសាលានៅផ្នែក accounting ផងហើយខ្ញុំធ្លាប់បាន internship នៅធនាគារ AC Rida ខ្ញុំបានរៀនចេះនៅជំនាញដូចជាការចុះបញ្ជីចំណូលនិងចំណាយហើយនឹងចុះបញ្ជីចូលទី24ខ្ញុំអាចមានបទពិសោធន៍នៅក្នុងការងារនេះខ្ញុំអាចបន្តឲ្យទៅក្រុមហ៊ុនរបស់បងរីកចម្រើនទៅមុខ ហើយនឹងមួយទៀតខ្ញុំសន្យាថាពេលខ្ញុំចូលធ្វើការនៅក្រុមហ៊ុនរបស់បងខ្ញុំនឹងមិនធ្វើឲ្យក្រុមហ៊ុនរបស់បងជាប់នឹងប្រកាសពន្ធឲ្យក្រុមហ៊ុនរបស់បងមិនឲ្យជាប់ពន្ធនោះទេហើយបងចា៎ Chẳng bảo sân sửa ôn môi the bảo sân chỉ ôn chọn nó theo một đồng này như nào
taប្រាក់ខែប៉ុន្មានដែលអូនរំពឹងទុកលើ position មួយហ្នឹង ចាបងខ្ញុំសុំសួរមួយវិញតើប្រាក់ខែមុខជំនាញនៅក្នុងក្រុមហ៊ុនរបស់បងនេះប៉ុន្មាន ជាទូទៅនៅក្នុងមុខតំណែងហ្នឹងនៅក្នុងក្រុមហ៊ុនយើងចន្លោះពី500ទៅ700អូន ចាបងចំពោះខ្ញុំអត់សូវមានបទពិសោធន៍បែបនេះខ្ញុំសូមចន្លោះពី500ទៅ600 អូខេចឹងជាចុងក្រោយអូនមានអីដែលត្រូវសួរមកខាងក្រុមហ៊ុនបងវិញអត់ ចាបងខ្ញុំមានសំណួរប្រសិនបើបងអូនមានឱកាសជាប់នៅក្នុងការសម្ភាសន៍នេះតើក្រុមហ៊ុនរបស់បងនឹងតាក់ទងទៅបងអូនក្នុងរយៈពេលប៉ុន្មានថ្ងៃ អូខេអរគុណអូនជាទូទៅនៅក្នុងក្រុមហ៊ុនបងបើសិនជាបុគ្គលិកគាត់ជាប់យើងនឹងតាក់ទងទៅគាត់ចន្លោះពី3ទៅ1អាទិត្យអូន ចាបង ចឹងអូនមានអីសួរទៀតអត់ អរហើយបង អូខេចឹងអូនអាចសម្រាប់បាន អរគុណបងដែលបានហៅបងអូនមកសម្ភាសន៍ជម្រាបលា đâyបងជំរាបសួរបងចាអរគុណបងនេះជា CV បងអូនអរគុណបង ជាលេងធ្វើអត់ ចាបង ចូលបងសុំថាអូនថាជាលេងណា ចាបង ចឹងជាដំបូងបងសុំធ្វើការណែនាំខ្លួនបងជាមុនសិនបងឈ្មោះឈីលីជា HR ក្នុងក្រុមហ៊ុនអ្នកចានមួយដង សម្រាប់បងឈ្មោះវិនចាមូនីកាជា senior account នៅក្នុងក្រុមហ៊ុន ចាបង របស់បងធានសុខចិត្តបងគឺជារែងចំណាយគ្រប់គ្រងចិត្តរបស់ទូទៅ ចាបង សម្រាប់បង HR ឈ្មោះសាច់ ចាបង ចឹងបងបានមើលទ្រុសពី CV របស់អូនហើយតែបងចង់ឲ្យអូនជួយណែនាំខ្លួនបន្ថែមមកខាងបង ចាបងជាដំបូងខ្ញុំសូមអរគុណទៅខាងបងដែលបងបានផ្ដល់ឱកាសឲ្យខ្ញុំបានមកធ្វើការបទសម្ភាសន៍នៅថ្ងៃហ្នឹងហើយខ្ញុំឈ្មោះ Name Chilling សប្តាហ៍ថ្ងៃខ្ញុំជានិស្សិតឆ្នាំទី3ឆ្នាំទី1ដែលសិក្សាទៅលើជំនាញគណនេយ្យនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ Esilida ហើយខ្ញុំបានបញ្ចប់នៅ EAP English for Academic Purpose នៅAcleda University ដូចគ្នាបងហើយសម្រាប់បទពិសោធន៍ជាផ្លូវការដែលតាក់ទងទៅនឹងគណនេយ្យហើយនឹងពន្ធដារគឺខ្ញុំអត់ធ្លាប់មានពីមុនមកឯងបងប៉ុន្តែខ្ញុំមានមូលដ្ឋានចំណេះដឹងមូលដ្ឋានគ្រឹះដែលពាក់ព័ន្ធទៅនឹងគណនេយ្យហើយនឹងពន្ធដារហ្នឹងដែលខ្ញុំគិតថាខ្ញុំអាចយកវាមក apply នៅក្នុង environment មួយផ្ទាល់ដែលជាក់ស្ដែងសម្រាប់បម្រើការឲ្យក្រុមហ៊ុនរបស់បងបាន អូខេចឹងអរណាអូន ចាបង ហើយបន្ទាប់មកបងចង់ឲ្យអូនជួយណែនាំពីរៀបរាប់ពីចំណុចខ្លាំងជាមួយចំណុចខ្សោយរបស់អូន ចាបងសម្រាប់ចំណុចខ្លាំងរបស់ខ្ញុំមានដូចជាខ្ញុំជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់មានភាពស្មោះត្រង់ហើយខ្ញុំក៏ប្រការខាង communication ដូចគ្នាបងហើយខ្ញុំមានជំនាញនៅក្នុងភាពជាអ្នកដឹកនាំដូចគ្នាបងហើយចំណុចខ្សោយរបស់បងអូនមានដូចជាពេលខ្លះបងអូន focus ខ្លាំងពេកដើម្បី focus ទៅលើព័ត៌មានលម្អិតខ្លាំងពេកអញ្ចឹងធ្វើឲ្យមានការរអាក់រអួលឬមួយក៏យឺតយ៉ាវទៅលើការងារមួយចំនួនប៉ុន្តែបច្ចុប្បន្នបងអូនបានព្យាយាមអភិវឌ្ឍខ្លួនឯងដើម្បីការប្រាណនៅចំណុចហ្នឹងដើម្បីឲ្យល្អប្រសើរនៅថ្ងៃអនាគតដូចគ្នាបង ចាំមកអត់សំណួរអីសួរហើយបងបកលខាង senior ម្ដង ចាបង អូខេសម្រាប់បងក៏មានសំណួរខ្លះៗចង់សួរទៅបងអូនដែរមិញអូនបានរៀបរាប់ហើយប្រវត្តិរូបខ្លះៗហើយត្រូវអត់ ចា ថាអូនបានរៀនជំនាញ accounting នៅសាកលវិទ្យាល័យ Esilida ចាបង អូខេចុងបងសូមសួរសំណួរខ្លះៗសំណួរមូលដ្ឋានតកតងនៅ accounting និងពន្ធដារ ចាបង អូខេសំណួរដែលបងចង់សួរទី1ហ្នឹងចង់សួរថាតើអ្វីទៅជា accounting accounting គឺជាដំណើរការនៃការកត់ត្រាការចាត់ថ្នាក់និងការសង្ខេបទៅលើនឹងការរៀបចំរបាយការណ៍ប្រតិបត្តិការហិរញ្ញវត្ថុដែលដើម្បីប្រមូលព័ត៌មាននៅក្នុងការសម្រេចចិត្តរបស់អ្នកគ្រប់គ្រងបង អស់ហើយណា ចាបង ចឹងបងចូលដល់សំណួរបន្ទាប់បងចង់សួរថាតើគណនេយ្យណាខ្លះកើនខាង credit និងគណនេយ្យណាខ្លះកើនខាង debit ចាបងសម្រាប់គណនេយ្យដែលកើនខាង debit មានដូចជា asset expense
asset expense loss ហើយនឹង drawing ដល់ពេលគណនីដែលការខាង credit មានដូចជា liability equity gain and revenue ហើយឆ្លើយបានខុសប្លែកមែនតើសម្រាប់សំណួរបន្ទាប់អូនអាចប្រាប់បងបានណាថាតើពន្ធប្រចាំខែមានអ្វីខ្លះ សម្រាប់តាក់ទងជាមួយនឹងពន្ធប្រចាំខែខ្ញុំដឹងខ្លះៗដែរដែលពន្ធប្រចាំខែនោះមានដូចជាពន្ធកាត់ទុកអាករលើតម្លៃបន្ថែមពន្ធលើប្រាក់បៀវត្សឬអត្ថប្រយោជន៍បន្ថែមពន្ធទៅលើឈ្នួលផ្ទះឬដីអាករពិសេសមួយចំនួនទៅលើទំនិញឬមួយសេវាកម្មផ្សេងៗបង មានអីចង់បន្ថែមអត់ អស់ហើយបង ពេលសម្រាប់បងក៏អត់សំណួរផងនឹងដែរជួនជីអប ស្ដីអូន សួស្ដីបង អូនឯងហេតុអីមកអូនឯង apply ទីសុំមេខាង មូលហេតុដែលបងអូនសម្រាប់ចិត្ត apply មកខាងក្រុមហ៊ុនបងដោយសារតែទីមួយហ្នឹងបងអូនគិតថា position ដែលបងខាងក្រុមហ៊ុនរបស់បងរើសគឺតាក់ទងទៅនឹងជំនាញអ្វីដែលបងអូនបានរៀនសប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងបងអូនចង់យកជំនាញឬមួយក៏ការដែលបងអូនរៀនបាននៅក្នុងថ្នាក់ដែលបងអូនចង់យកជំនាញនោះយកមកអនុវត្តនៅក្នុង environment មួយផ្ទាល់ហើយមួយទៀតហ្នឹងក្រុមហ៊ុនរបស់បងគឺជាក្រុមហ៊ុនមួយដែលមានសក្តានុពលមានកេរ្តិ៍ឈ្មោះល្អមានអាជ្ញាប័ណ្ណនិងមានការចុះបញ្ជីត្រឹមត្រូវហើយអូនគិតថាក្រុមហ៊ុនបងក៏ជាក្រុមហ៊ុនមួយដែលមានវិជ្ជាជីវៈដូចគ្នាចឹងបងអូនគិតថាបងអាចអនុវត្តខ្លួនឯងបាននៅក្នុងក្រុមហ៊ុនរបស់បង ណែមានអីខ្លះអូន អស់ហើយបង អូខេជាមួយគ្នានេះមកដែរអូនឯងអត់មិនអូនឯងសាកសួរជាមួយ មូលហេតុដែលបងអូនគិតថាបងអូនស័ក្តិសមជាមួយនឹងតំណែងមួយហ្នឹងដោយបងអូនបានប្រាប់មុនហ្នឹងដែលថាបងអូនមានជំនាញនៅខាងហ្នឹងបងអូនរៀនជំនាញពាក់ព័ន្ធមួយគណនេយ្យដែលតាក់ទងជាមួយនឹង position មួយហ្នឹងដែលបងអូនមាន basic knowledge ទៅលើវាហើយមួយទៀតហ្នឹងបងអូនមានទំនួលខុសត្រូវខ្ពស់ហើយមានភាពស្មោះត្រង់អស់ហើយបង ពីបងធ្វើមានដល់ហ្នឹងច្រើនទេ ចង់បងចង់សួរថាបើសិនជាអូនចាប់នៅក្នុងមុខតំណែងហ្នឹងតើប្រាក់ខែប៉ុន្មានដែលអូនរំពឹងទុក ខ្ញុំសូមសួរបងបន្តិចជាទូទៅនៅក្នុង position មួយហ្នឹងតើបងអាចផ្ដល់ពីចន្លោះប៉ុន្មានទៅប៉ុន្មានដែរបង ជាទូទៅនៅក្នុងក្រុមហ៊ុនបងគឺផ្ដល់ឲ្យត្រឹមពី500ទៅ700អូន ចាអរគុណបងសម្រាប់អូនអត់តមានប័ណ្ណពិសោធន៍អញ្ចឹងបងគិតថាអូនអាចexpect ពីបងបានត្រឹមពី450ទៅត្រឹម550បង អូខេអញ្ចឹងបងចង់សួរថាអូនសម្រាប់អូនផ្ទាល់មានអីសួរមកខាងបងវិញអត់ មានបងអូនចង់សួរថាបន្ទាប់ពីការសម្ភាសន៍នឹងហើយតើមានរយៈពេលប្រហែលថ្ងៃដែលខាងបងតាក់ទងទៅបងអូន នៅក្នុងក្រុមហ៊ុនបងហ្មងនៅពេលដែលសម្ភាសន៍បុគ្គលិកនៅពេលដែលបុគ្គលិកនឹងចប់ហើយគឺយើងតាក់ទងទៅគាត់ពីចន្លោះ3ថ្ងៃទៅ1អាទិត្យអូន ចាអរគុណបង ចាអរគុណទៅអញ្ចឹងអស់អីសួរត្រូវ ចាបង ចាគាត់អាចសម្រាប់បាន ចាជម្រាបលាបងចា ចាបងជម្រាបសួរបង ស្ដីអូន ចាអរគុណបងបងថ្ងៃនេះខ្ញុំមកសម្ភាសដែលខាងបងខុសនៅបុគ្គលិក អរគុណអូនសៀកកកាទៅអូន ចា ចាំបងទៅថាអូនថាកកាណា ចា ដោយសារតែបងបានមកពី CV របស់អូនឈិនឆានដែរប៉ុន្តែបងចង់ឲ្យអូនជួយណែនាំខ្លួនបន្ថែម ចាបងជាដំបូងខ្ញុំសូមជម្រាបសួរដល់បងម្ដងទៀតនេះខ្ញុំឈ្មោះសៀកកាខ្ញុំមកពីខាងខេត្តតាកែវហើយបច្ចុប្បន្នខ្ញុំរស់នៅក្នុងរាជធានីភ្នំពេញនេះផ្ទាល់ហើយបច្ចុប្បន្នខ្ញុំកំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ESLIDA ទៅលើមុខជំនាញ Accounting ហើយបច្ចុប្បន្ននេះខ្ញុំរៀននៅឆ្នាំទី3ឈុំទី1ហើយបច្ចុប្បន្ននេះខ្ញុំក៏កំពុងតែបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនកន្លែងផងដែរដែល position ជា assistant របស់ admin ហើយនិង assistant របស់ finance ផងដែរហើយខ្ញុំមានបទពិសោធន៍តាក់ទងជាមួយនឹង accounting ខ្លះៗផងដែរហើយតាក់ទងជាមួយនឹង tax វិញគឺខ្ញុំអត់ដែលមានបទពិសោធន៍ដែរប៉ុន្តែខ្ញុំមានខ្ញុំបានសិក្សានៅក្នុងសាលាផ្ទាល់
ហើយក៏បានអនុវត្តផ្ទាល់ជាការបងពុនឬក៏ជាការដែលផុសទៅក្នុង e-filing ផ្ទាល់របស់ពន្ធដារផងដែរហើយសម្រាប់តកតងជាមួយនឹងបទពិសោធន៍ដែលខ្ញុំកំពុងតែធ្វើការរាល់ថ្ងៃនេះគឺខ្ញុំតកតងជាមួយនឹងដូចជាការរៀបចំឯកសារការបែបឯកសារការរៀបចំរបាយការណ៍របស់ finance និងការដែលផ្គត់ផ្គង់ទៅលើ asset របស់ក្រុមហ៊ុនដូចជាការទិញសម្ភារៈខ្លះៗនៅក្នុងក្រុមហ៊ុនផងដែរ ចឹងរៀបរាប់បានមែនតើហើយចូលមកដល់សំណួរទី2គឺបងចង់ឲ្យអូនណែនាំរៀបរាប់ពីចំណុចខ្លះជាមួយនឹងចំណុចខ្សោយរបស់អូន ចាបងអរគុណចំណុចខ្ញុំសូមរៀបរាប់ពីចំណុចខ្លាំងមុនណាបងចំណុចខ្លាំងរបស់ខ្ញុំគឺខ្ញុំជាមនុស្សម្នាក់ដែលមានឆន្ទៈខ្ពស់ហើយមានភាពអត់ធ្មត់ខ្លាំងទៅលើមិនថាទៅលើការងារឬក៏ការសិក្សាហើយមួយទៀតគឺខ្ញុំមានតំណែងល្អជាមួយនឹងមនុស្សជុំវិញខ្លួនហើយខ្ញុំមានភាពជាអ្នកដឹកនាំនៅក្នុងខ្លួនដូចឥឡូវនេះផងដែរខ្ញុំក៏ជា master មួយដែរនៅក្នុងថ្នាក់រៀនរហងៃដែរចាហើយសម្រាប់ចំណុចខ្សោយរបស់ខ្ញុំគឺអត់សូវហ៊ាននិយាយជាសាធារណៈប៉ុន្តែបច្ចុប្បន្នខ្ញុំកំពុងតែអភិវឌ្ឍខ្លួនឯងហើយធ្វើការអភិវឌ្ឍខ្លួនឯងបានច្រើនហើយការនិយាយទៅសាធារណៈក៏បានច្រើនផងដែរហើយមួយទៀតគឺតេតងជាមួយនឹងចំណុចនេះគឺខ្ញុំអត់សូវមានបទពិសោធន៍ច្រើនទេប៉ុន្តែខ្ញុំបានខ្ញុំក៏ព្យាយាមអភិវឌ្ឍខ្លួនឯងដូចជាទៅលើការសិក្សាស្រាវជ្រាវបន្ថែមផងដែរ បងអត់សំណួរអីសួរអូនហើយបងកលឲ្យខាស៊ីនី account ម្ដង អូខេដោយសារតាអូនមានបទពិសោធន៍ខ្លះៗទាក់ទងនឹង accounting ហើយនឹងមានចំណេះដឹងខ្លះៗពាក់ព័ន្ធនឹងពន្ធណោះចឹងបងសូមសួរអូននៅសំណួរខ្លះពាក់ព័ន្ធនឹងសំណួរបច្ចេកទេសអូនអាចប្រាប់បងបានថាតើ accounting cycle នោះមានអ្វី ចាបង accounting cycle មានចំនួន10ជំហានដែលជំហានទី1គឺយើងប្រមូលផ្ដុំនៅព័ត៌មានរបស់ក្រុមហ៊ុនហើយជំហានទី2គឺយើងវិភាគទៅលើប្រតិបត្តិការហើយជំហានទី3គឺយើងកត់ត្រានៅក្នុង channel ហើយនៅជំហានទី4គឺយើងផ្ទេរពី channel ទៅ ledger account ឬក៏យើងហៅថា T account ហើយទី5គឺយើង prepare and adjust trial balance ហើយនឹងទី6 record adjusting trial balance ហើយនឹង post ទៅក្នុងថា general ledger ឬក៏យើងហៅថា T account ហើយទី7គឺ prepare adjust trial balance ហើយនឹងទី8 prepare financial statement ទី9គឺយើងបិទបញ្ជីគណនេយ្យនៅក្នុងបិទបញ្ជីគណនេយ្យបណ្ដោះអាសន្ននៅក្នុងប្រាក់ចំណេញរក្សាទុកហើយនឹងទី10ចុងក្រោយនេះគឺយើង prepare ទៅលើការ posting របស់ trial balance ចឹងបងសូមតសំណួរតើអ្វីទៅជា AP និងអ្វីទៅជា AR ចាបងអរគុណសំណួរAP គឺជាបំណុលរបស់ក្រុមហ៊ុនដែលត្រូវបង់សងទៅខាងអ្នកគ្រប់គ្រងដែលយើងហៅថា supply ដែលគេបានធ្វើសេវាកម្មឬក៏គេលក់ទំនិញមកកាន់ក្រុមហ៊ុនរបស់យើងឧទាហរណ៍ថាដូចជាយើងទៅទិញ asset ពីខាង supply ដូចជាឧទាហរណ៍ថាយើងទិញ computer អញ្ចឹងទៅយើងទិញមកគឺយើងទិញដល់ជំពាក់នេះយើងហៅថា AP ហើយមួយទៀតគឺ AR គឺជាប្រាក់ដែលក្រុមហ៊ុនត្រូវទារពីអតិថិជនឬថាយើងហៅថាអតិថិជនត្រូវបង់មកក្រុមហ៊ុនវិញដោយក្រុមហ៊ុនបានលក់ទំនិញឬក៏សេវាកម្មទៅឲ្យអតិថិជនដោយមិនទាន់បានបង់ប្រាក់ឧទាហរណ៍ថាក្រុមហ៊ុនយើងជាក្រុមហ៊ុន cleaner អញ្ចឹងទៅយើងក៏បានទៅសម្អាតទៅឲ្យនៅផ្ទះរបស់អតិថិជនហើយអតិថិជនមិនទាន់បានទូទាត់ប្រាក់មកខាងក្រុមហ៊ុននឹងហើយយើងហៅថា AR ចាអរគុណបងអរគុណអូនសម្រាប់ការឆ្លើយយ៉ាងខ្វះខ្វាយលើសំណួររបស់បងអញ្ចឹងយើងចូលដល់សំណួរបន្ទាប់ទាក់ទងនឹងពន្ធអូនអាចប្រាប់បងបានថាពន្ធប្រចាំខែមានអ្វីចាបានបងអើយទាក់ទងជាមួយនឹងពន្ធប្រចាំខែខ្ញុំបានដឹងខ្លះៗដែរជាមួយនឹងការដែលខ្ញុំបានសិក្សារៀននៅសាលានេះពន្ធប្រចាំខែមានដូចជាពន្ធកាត់តុកពន្ធលើប្រាក់បៀវត្សនិងអត្ថប្រយោជន៍បន្ថែមអាករលើតម្លៃបន្ថែមពន្ធពិសេសគឺអាករពិសេសទៅលើទំនិញឬក៏សេវាកម្មមួយចំនួនពន្ធទៅលើឈ្នួលដីឬក៏ផ្ទះ
ពន្ធលើអកស្នាក់នៅពន្ធប្រាក់ពន្ធទៅលើប្រាក់ចំណេញចាបង មានន័យចង់បាត់ហើយ អើយបង គេសម្រាប់បងក៏អត់ស្គាល់ដែរទៅមកឆ្អឹង ស្ដីអត់ ចាជឿសួរបង គឺថាអូនមានបទពិសោធន៍ដូចជាមានចំណេះដឹងខ្លះតែតតែក្នុងទូទៅខ្ញុំធ្វើជា assistant ផងនិង assistant ផងតែពីបងទៅបងចង់សួរឯងថាតើបានចូល apply resume ចាបងបានជាខ្ញុំ apply resume ទៅខាងក្រុមហ៊ុនរបស់បងទីមួយគឺខ្ញុំចង់ឆ្លៀតខ្លួនឯងគឺចង់រកអ្វីដែលថ្មីសម្រាប់ខ្លួនឯងគឺជាពិសេសនោះគឺអភិវឌ្ឍទៅលើជំនាញដែលខ្ញុំកំពុងតែសិក្សានេះផ្ទាល់តែម្ដងហេតុអីបានខ្ញុំនិយាយអញ្ចឹងដោយសារតែនៅកន្លែងចាស់ក៏វាអត់សូវទៅហៅជាមួយនឹងជំនាញរបស់ខ្ញុំហើយខ្ញុំក៏ឃើញខាងក្រុមហ៊ុនរបស់បងផលរើបុគ្គលិកហើយត្រូវនឹងជំនាញរបស់ខ្ញុំដែលកំពុងសិក្សានេះផ្ទាល់អញ្ចឹងខ្ញុំក៏មានចំណាប់អារម្មណ៍ចង់ apply ទៅខាងក្រុមហ៊ុនរបស់បងហើយមួយវិញទៀតគឺឃើញថាក្រុមហ៊ុនរបស់បងជាក្រុមហ៊ុនមួយដែលស្តង់ដារមានវិញ្ញាបនបត្រហើយនឹងមានសក្តានុពលនៅខ្ពស់ ចាំតែបន្ថែមទៀតអត់ អត់ទេបង បងមានចំណាំប៉ុន្តែជួយយល់ប្រាប់បងបានថាហើយបានសាកសមជាមួយ ចាបងខ្ញុំគិតថាខ្ញុំស័ក្តិសមនឹងមុខតំណែងមួយនេះដោយសារតែខ្ញុំមានបទពិសោធន៍ក៏ដូចជាចំណេះដឹងknowledge ទៅតាក់ទងជាមួយនឹងជំនាញមួយនឹងផងដែរហើយខ្ញុំក៏បានអភិវឌ្ឍខ្លួនឯងទៅលើជំនាញមួយនឹងផងដែរដូចជាការសិក្សាស្រាវជ្រាវខ្លួនឯងបន្ថែមហើយជាពិសេសគឺខ្ញុំមានអាចបានថាខ្ញុំមានចំណេះដឹងតាក់ទងជាមួយនឹង accounting ហ្នឹងខ្លះៗពីមុនផងដែរចា៎បង ពីបងទៅគឺមានតែ ចាំមកសូមបន្ថែមតិចទៀតដោយសារការតែខ្លីៗបងចង់សួរថាបើសិនជាអូនចាប់នៅក្នុងតំណែងហ្នឹងតើអូនរំពងប្រាក់ខែប្រហែលដែរ ចាបងខ្ញុំសូមសួរទៅបងវិញថាតើបងនៅក្នុង position មួយហ្នឹងក្រុមហ៊ុនរបស់បងឲ្យប្រាក់ខែជាទូទៅចន្លោះពីប្រហែលដែរបង នៅក្នុងក្រុមហ៊ុនបងជាទូទៅក្នុងតំណែងហ្នឹងយើងឲ្យពីចន្លោះ500ទៅ700អូន អូខេបងសម្រាប់ខ្ញុំតាក់ទងជាមួយនឹងប្រាក់ខែខ្ញុំគិតថាខ្ញុំអាចនឹងទទួលបានចន្លោះពី500ទៅ600ដោយសារតែខ្ញុំមានបទពិសោធន៍ក៏ដូចជាចំណេះដឹងតាក់ទងជាមួយនឹងជំនាញមួយនឹងផងដែរ អញ្ចឹងជាចុងក្រោយបងចង់ស្ដាំទៅអូនប្រាប់ទៅអូនវិញថានៅក្នុងក្រុមហ៊ុនបងបើសិនជាបេក្ខជនហ្នឹងទៅយើងនឹងតាក់ទងទៅគាត់ចន្លោះពី3ថ្ងៃទៅ7ថ្ងៃអូន ចាបងខ្ញុំសូមសួរបងមួយទៀតបានអត់ខ្ញុំចង់សួរថាសម្រាប់ក្រុមហ៊ុនរបស់បងតើមានវគ្គបណ្ដុះបណ្ដាលឬក៏ training សម្រាប់បុគ្គលិកដែលថ្មីអត់បង អូខេអូននៅក្នុងក្រុមហ៊ុនបងហ្មងជាទូទៅនៅពេលដែលបុគ្គលិកមកថ្មីយើងធ្វើការប្រាប់គាត់ពីច្បាប់នីតិវិធីគោលការណ៍របស់ក្រុមហ៊ុនយើងហើយណែនាំពីមុខតំណែងរបស់បុគ្គលិកផ្សេងៗទៀតហើយក៏បរៀនគាត់ពីការងារដែលគាត់ទៅធ្វើជាក់ស្ដែងផងដែរហើយមួយទៀតក៏យើងត្រូវហ្វឹកហាត់គាត់បន្ថែមពី system យើងនឹងឲ្យថាក្នុងករណីជាមួយនឹងតាក់មកយើងមិនត្រូវយើងប្រើ keyboard ថតអូនហើយតបមកយើងនឹងបរៀនគាត់ពី soft skill ផងដែររបៀបថាឲ្យគាត់ចេះខាងតំណែងគ្នាខាងចេះធ្វើការជាក្រុមហើយជាប្រចាំក៏យើងមានឲ្យគាត់រៀនវគ្គសិក្សាខ្លីៗបន្ថែមផងដែរអូន ចាបង ចឹងអស់ហើយអូន ចាបងអរ ចឹងអរគុណច្រើនអរគុណអូន អរគុណបងសម្រាប់ការផ្ដល់ឱកាសមកសម្ភាសន៍ការងារនៅខាងក្រុមហ៊ុនរបស់បងបងជំរាបលាបង សុខសប្បាយអូន